នៅទីបញ្ចប់ក្លឹប Manchester United បានធ្វើការសម្រេចចិត្តមួយដ៏គួរឲ្យភ្ញាក់ផ្អើលដោយក្លឹបបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការនៃការបញ្ចប់តំណែងលោក Ruben Amorim កាលពីថ្ងៃច័ន្ទទី5 ខែមករាឆ្នាំ2026បន្ទាប់ពីលោកបានដឹកនាំក្លឹបបានរយៈពេល14ខែការបណ្ដេញចេញនេះបានកើតឡើងយ៉ាងគំហុកត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការប្រកួតស្មើ1-1ជាមួយក្រុម Leeds United អ្វីដែលជាចំណុចសំខាន់មកការបញ្ចប់តំណែងរបស់លោកគឺការប្រែពីគ្រូបង្វឹក Head Coach ក្លឹប Manchester United បានចេញសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយដែលមានត្រឹមតែ106ម៉ាត់ប៉ុណ្ណោះដែលត្រូវបានគេមើលឃើញថាជាការបញ្ឈប់ដ៏គ្មានមេត្តាអ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺក្លឹបបានហៅលោក Ruben Amorim ថាជា Head Coach គ្រូបង្វឹកជាជាងពាក្យ Manager អ្នកចាត់ការមូលហេតុដែលក្លឹបសង្កត់ធ្ងន់លើពាក្យនេះគឺដោយសារតែមុនពេលត្រូវបណ្ដេញចេញលោក Ruben Amorim បាននិយាយក្នុងសន្និសីទកាសែតថាខ្ញុំមកទីនេះដើម្បីធ្វើជាអ្នកចាត់ការ Manager មិនមែនគ្រាន់តែជាគ្រូបង្វឹក Coach នោះទេការប្រើពាក្យ Head Coach នៅក្នុងសេចក្តីថ្លែងការណ៍មួយនេះជាហេតុចម្បងពលគឺជាការផ្ញើសារយ៉ាងច្បាស់ៗទៅកាន់ថ្នាក់ដឹកនាំក្លឹបដូចជាលោក Omar Berrada និង Jason Wilcox ថាបានអំណាចសម្រេចចិត្តលើការទិញដូរកីឡាករនិងគោលនយោបាយក្លឹបពលគឺស្ថិតនៅលើថ្នាក់លើមិនមែននៅលើលោក Ruben Amorim ឡើយមូលហេតុចម្បងដែលអាចឈានទៅដល់ការបណ្ដេញចេញលោកចេញ1លទ្ធផលមិនល្អកាលពីរដូវកាលមុន Manchester United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ15ដែលជាលទ្ធផលអាក្រក់បំផុតនៅប្រវត្តិសាស្ត្រ51ឆ្នាំរបស់ក្លឹបបច្ចុប្បន្នក្លឹបស្ថិតនៅលេខរៀងទី6ក្នុងតារាង Premier League ដែល5ប្រកួតចុងក្រោយឈ្នះ1ចាញ់1និងស្មើ3ជម្លោះផ្ទៃក្នុងមានសេចក្តីរាយការណ៍ថាលោក Amorim មានភាពរកាំរកូសជាមួយនាយកបច្ចេកទេសលោក Jason Wilcox ជាពិសេសជុំវិញការទិញដូរកីឡាករនិងប្រព័ន្ធលេង 3-4-3 របស់លោកដែលលោកមិនព្រមផ្លាស់ប្ដូរការប្រោសសម្ដីជាសាធារណៈការដែលលោកចេញមុខរិះគន់រចនាសម្ព័ន្ធក្លឹបនិងទាមទារអំណាចជាអ្នកចាត់ការបានភួយឲ្យថ្នាក់ដឹកនាំអស់ការអត់ធ្មត់បច្ចុប្បន្នក្លឹបបានឲ្យលោក Darren Fletcher ដែលជាអតីតខ្សែបម្រើរបស់ក្លឹបត្រូវបានតែងតាំងឲ្យដឹកនាំក្រុមជាបណ្ដោះអាសន្នសម្រាប់ការប្រកួតបន្ទាប់ទល់នឹងក្រុម Burnley ខណៈដែលក្លឹបកំពុងតែស្វែងរកអ្នកចាត់ការថ្មីសម្រាប់រដូវកាលក្រោយ